តាសួស្តីបងប្អូនថ្ងៃនេះខ្ញុំបាទមកធ្វើវីដេអូរបៀបកាត់សក់មនុស្សចាស់នឹងយើងលើកជើងមកបងប្អូនហើយមុននឹងយើងកាត់សក់យើងយកទឹកបាញ់សក់លើបន្តិចទៅកុំឲ្យវាហុយបងប្អូនយើងបាញ់ក៏បានយើងបាញ់ក៏បានដោយសារតែចំណង់ចំណូលចិត្តបងប្អូនគឺចិត្តកាត់បើសិនជាខ្ញុំកាត់ខ្ញុំចិត្តបាញ់ទឹកបន្តិចឲ្យវាមានសំណើមសក់ខាងលើវាស្រួលសិតហើយសក់នេះដែរគឺប្រភេទយើងយកជើងទៀបបងប្អូនយកជើងអត់ខ្ពស់ទេយើងយកស្និតស្បេតម្ដងមួយស្និតទៅបងប្អូនបាទនឹងយើងយកស្និតត្រឹបហើយប្រើមកទើអូសតែបន្តិចទៅបងប្អូនឲ្យវាស្អាតបានស្អាតដែរបងយើងកាន់ចេះងាយស្រួលបើបងប្អូនរៀនមុនដំបូងគឺត្រូវតែរៀនប្រើស្និតឲ្យស្ទើរហើយយើងយកមកទើច្រឹបជើងសក់យករាងដើម្បីឲ្យវាមានរាងស្អាតបន្តិចហើយរោមប្រភេទកាត់សក់មនុស្សចាស់នេះដែរគឺយើងកាត់បែបជ្រួលហើយលឿនព្រោះកាត់មិនជាយូរច្រើនទេកាត់យូរតិចបាទនេះដែរក៏យើងកាត់ហើយបងប្អូនអាចមើលបានពីជើងសក់ប្រភេទម៉ូតមនុស្សចាស់បងប្អូន